រដ្ឋមន្ត្រីក្រសួងការពារជាតិថៃទទួលទាមទារយកប្រាសាទតាក្របីមកវិញបើមិនដូច្នោះទេរឿងផ្សេងទៀតនឹងមិនត្រូវពិភាក្សាទេលោកណដ្ឋភុនណផានិករដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅថ្ងៃទី4ខែវិច្ឆិកា2025នេះបានផ្ដល់បទសម្ភាសន៍ជាមួយកាសែតនៅក្នុងស្រុកថៃតាក់ទងទៅនឹងបញ្ហាប្រាសាទតាក្របីដោយលោកបញ្ជាក់ថាប្រាសាទនេះជារបស់ថៃលោកបានធ្វើការបញ្ជាក់បន្ថែមថាប្រសិនបើមិនមានការដែលអាចជំរះនៅបញ្ហាប្រាសាទតាក្របីបានទេថៃនឹងមិនពិភាក្សារឿងផ្សេងទៀតជាមួយកម្ពុជាឡើយដូចជាការបើកច្រកព្រំដែនជាដើមលោកថាថៃបានប្រាប់កម្ពុជារួចហើយបញ្ហាប្រាសាទតាក្របីវាពាក់ព័ន្ធទៅនឹងការរំលោភលើអនុសញ្ញាទីក្រុងសឺណែវតាក់ទងការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រជាបន្ទាយយោធាហើយការដែលដាក់គ្រាប់មីននៅជុំវិញប្រាសាទតាក្របីរំលោភលើអនុសញ្ញាអូតាវ៉ាថៃមិនទទួលយកទេនេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃខៃសុតលោកបញ្ជាក់ថាប្រាសាទតាក្របីត្រូវបានរាប់បញ្ចូលនៅក្នុងលក្ខខណ្ឌទាំង4នៃកិច្ចព្រមព្រៀងសន្តិភាពផងដែរហើយការបើកច្រកព្រំដែនជាមួយកម្ពុជាលោកមិនទាន់ច្បាស់នៅឡើយទេមានបញ្ហាជាច្រើនត្រូវតែជំរះបើទោះបីជាកម្ពុជាដកកម្លាំងចេញពីប្រាសាទតាក្របីក៏ដោយលោកបានសង្កត់ធ្ងន់ថារឿងការបាត់បង់ប្រាសាទតាក្របីថៃនឹងតស៊ូតតាំងផ្លូវច្បាប់ជាមួយកម្ពុជានៅអង្គការអន្តរជាតិដើម្បីទាមទារគ្រប់វិស័យដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃមកវិញលោកមិនព្រមចុះចាញ់ឡើយហើយវានឹងមិនបញ្ចប់ទេប្រសិនបើយើងមិនទទួលបានប្រាសាទតាក្របីមកវិញនោះលោកបានបញ្ជាក់ទៀតថាជំហានដំបូងការបោះសម្អាតមីនបើមិនដូច្នោះទេភាគីផ្សេងទៀតមិនអាចចូលទៅតំបន់នោះដើម្បីប្រតិបត្តិការបានទេលុះដល់ថ្ងៃទី17ខែវិច្ឆិកាបន្ទាប់ពីការបោះសម្អាតមីនរយៈពេលប្រហែលជា1ខែនិងធ្វើការវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំ GBC លោកបានធ្វើការដែលបញ្ជាក់ជាមួយកម្ពុជាផ្នែកដែលមិនទាន់មានការឯកភាពគ្នាអាចនឹងត្រូវបានពន្យាពេលសម្រាប់សកម្មភាពបន្តទៀត